ពេល30នាទីជាមួយនឹងនាងមាសមេត្រីក្នុងថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការប្រគំបទភ្លេងនិងចម្រៀងរបស់ក្រុមមន្ត្រីវិទ្យុជាតិដែលមានមិត្តថងសានជាអ្នកដឹកនាំក្រុមមន្ត្រីវិទ្យុជាតិដែលមានមិត្តថងសានជាអ្នកដឹកនាំបាននាំនៅមិត្តអ្នកចម្រៀងដ៏ល្បីៗមកជួបនឹងអស់លោកអ្នកនាងដូចជាមិត្តសិនស៊ីសមុទ្រមិត្តសោះម៉ាត់និងនាងហួយមាសជាដើមដំបូងនេះគឺបទបុប្ផាកំពង់ហាវដែលជាបទភ្លេងរបស់មិត្តសិនស៊ីសមុទ្រនិងទំនុករបស់មិត្តសិនស៊ីសមុទ្រដដែលនាងកំពុងហាវរៀងរាវខ្មែរមននាងពេទ្យគូកនដើរជួយអ្នកស្រុកក្រោយពេលសង្គ្រាមខ្មែរយើងបានសុខបានផុតពីទុក្ខខ្មាំងគាជាចូលបងបានឃើញស្រីឡើងពីកំពុងស្រអែមត្រទ្រង់ដើរពេលសាយន់ស្រុកកំពុងលែងបុប្ផារាប់ពាន់ចិត្តបងមិនទាន់រំភើបណាអូនស្គាល់កវីហ៊ានស្ដីចំមុខឲ្យបងធ្វើយកបេះដូងរងថ្លាចំអន់សាច់លេងបានតែវិចាខ្លាចតែមកថាមានម្ចាស់ទៅហើយអោកោះជ័យទាត់ទឹកពាត់ជុំវិញបងអ្នកភ្នំពេញកំព្រាខ្វះខ្នាបើមិនបានដៃសំផាហំកាយកាយកុំសង្តាយដានទៀនបងអូនស្គាល់កវីហ៊ានស្ដីចំមុខឲ្យបងបឺតយកបេះដូងរងថាចំអន់សាច់លេងបានតែវិចាខ្លាចត្រែងបុប្ផាមានម្ចាស់ទៅហើយអោកោះជ័យទាត់ទឹកពាត់ជុំវិញបងអ្នកភ្នំពេញកំព្រាខ្វះខ្នាបើមិនបានដៃសំផាហំកាយតែកុំកន្តាយដាំទៀនបងដើម្បីសង្ឃឹមដើម្បីស្រឡាញ់ដើម្បីសរសើរនិងដើម្បីអនុវត្តនៅអំពើល្អទាំងនេះជាវិចារយុទ្ធជនភូមិកុកីធំដែលមានមិត្តសិនស៊ីសមុទ្រជាអ្នកជ្រៀងធំដែលខ្ញុំមើលធ្លាប់ស្គាល់ធ្លាប់បានតទួលប្រហាយាកង់នឹកឃើញយុគមួយងងឹតសូនសងភ្លៀ
ៀងធ្លាំងដីផងកំពុងបាញ់ខ្មាំងខ្ញុំលូនកាត់វាលនីកាត់ក្របមកត្រែងត្រង់ស្រទាប់ដងលីកូនរាំងខ្មាំងរៀបមកបាញ់អូនបងយកទ្រូងពាំងមិនបងដៃត្រង់បាញ់ខ្មាំងសិនខ្សែអូនអ្នកហុចក្រំប្រាប់ឲ្យបងបាញ់អូមិនសំឡាញ់ធ្លាប់មានថ្វីដៃធ្លាប់យើងឈ្នះហើយអូនហើយកុំភ័យយើងបានជោគជ័យលើពួងសត្រូវភូមិក៏គីធំជំរុំយុទ្ធជននៅពេលសាយ័នដេញខ្មាំងអស់ទៅបងប្អូនជាតិខ្មែររាប់រងស្រែកហៅដំណតទៅបានសុខសាន្តអើក្របប្រាប់ឲ្យបងបាញ់អូមិត្តសំឡាញ់ធ្លាប់មានថ្វីដៃទោះយើងឈ្នះហើយអូនហើយកុំភ័យយើងបានជោគជ័យលើពួងសត្រូវភូមិក៏គីធំជំរុំយុទ្ធជននៅពេលសាយ័នដេញខ្មាំងអស់ទៅបងប្អូនជាតិខ្មែររាប់រងស្រែកហៅដំណតទៅបានសុខសាន្តអើនៅក្នុងបណ្ដាតណ្ហាទាំងឡាយគឺមានតែកម្មតណ្ហាទេដែលខ្លាំងជាងគេពីព្រោះវាជ្រែកស្ទើរតែអស់ខួរក្បាលយើងវាជ្រែកអស់បេះដូងនៃខ្លួនប្រាំយើងចំណែកតម្លៃនៃសេចក្តីស្នេហាគឺវាផ្អែកទៅលើតម្លៃទាំងមូលនៃខ្លួនមនុស្ស